Alo,ជំរាបសួរបងមនីចិត្តដល់ថ្ងៃប្រឡងបាត់ដប់ហើយខ្ញុំមិនដឹងធ្វើម៉េចមិនបានទេខ្ញុំភ័យហ៎បង កំភៃអូនបងមានដំណោះស្រាយឲ្យបានដើម្បីទទួលបាននិទេស A អ្នកទាំងអស់គ្នាគួរតែមានចំណុច2នៅក្នុងខ្លួនដែលទី1នោះគឺផែនការដែលល្អនិងចំណុចទី2គឺផ្នត់គំនិតដែលត្រឹមត្រូវឬមួយក៏ភាសាអង់គ្លេសហៅថា the right system and the right mindset នេះគឺជាមូលហេតុ3យ៉ាងដែលធ្វើឲ្យសិស្សទូទៅមិនអាចទទួលបាននិទេស A មូលហេតុទី1អន្ទាក់នៃភាពរវល់អ្នកទាំងអស់គ្នាប្រហែលជាគិតថាបើសិនជាខ្ញុំចំណាយពេលវេលា12ម៉ោងនៅក្នុងការកត់ត្រានិងទន្ទិញតាមលោកគ្រូអ្នកគ្រូប្រហែលជាមានន័យថាខ្ញុំជោគជ័យហើយចេះហើយក៏ប៉ុន្តែតាមពិតទៅជាក់ស្ដែងតែម្ដងគឺអ្នកទាំងអស់គ្នាគួរតែចេះកំណត់តុល្យភាពរវាងការទន្ទិញនិងការអនុវត្តជាក់ស្ដែងឲ្យបានខ្ជាប់ខ្ជួន Balance is very important មូលហេតុទី2ការស្ដាប់គ្រូ10ម៉ោងមិនស្មើនឹងការរៀនដោយខ្លួនឯង2ម៉ោងទេមូលហេតុអ្វីមូលហេតុហ្នឹងគឺដោយសារតែបើសិនជាបងប្អូនទាំងអស់គ្នាគ្រាន់តែស្ដាប់លោកគ្រូអ្នកគ្រូដោយមិនបានការត្រិះរិះពិចារណាឬក៏ព្យាយាមយកលំហាត់ទាំងអស់នោះមករៀនដោះស្រាយខ្លួនឯងធ្វើឲ្យបងប្អូនអាចនឹងពិបាកនៅក្នុងការដោះស្រាយខ្លួនឯងពេលដែលត្រូវប្រឡងជាក់ស្ដែងតែម្ដងមូលហេតុទី3ភាពនឿយហត់នៃស្មារតីសិស្សខ្លះគឺពូកែខ្លាំងមែនទែនគាត់ចេះដោះស្រាយលំហាត់ទាំងអស់នឹងហើយក៏ប៉ុន្តែដោយសារតែគាត់ខំប្រឹងខ្លាំងពេកទៅជាដល់ថ្ងៃប្រឡងសូម្បីតែលំហាត់ងាយៗក៏ដោះស្រាយអត់ចេញដែរចឹងអ្នកទាំងអស់គ្នាកុំភ្លេចគឺត្រូវតែខំប្រឹងថែរក្សាសុខភាពផងមូលហេតុទាំង3ខាងលើហ្នឹងហើយដែលសបញ្ជាក់ឲ្យឃើញថានៅពេលដែលសិស្សនិស្សិតគាត់មានផែនការដែលល្អហើយផ្នត់គំនិតដែលត្រឹមត្រូវគឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនដើម្បីឲ្យគាត់ត្រៀមប្រឡងឲ្យបាននិទេស A ប៉ុន្តែនៅសល់តែ3ខែទៀតហ្នឹងគួរធ្វើមកយើងអញ្ចឹងដោយសារតែពេលវេលាកាន់តែគិតហើយបងប្អូនទាំងអស់គ្នាមិនចាំឲ្យលំបាកនៅក្នុងការរៀបចំគម្រោង from scratch ទេគឺបងប្អូនទាំងអស់គ្នាអាចនឹងដាក់ពាក្យនៅក្នុងការចូលរួមត្រៀមប្រឡងបាក់ឌុបជាមួយនឹងបាក់ឌុបបាយបំណងបានដោយក្នុងនោះគឺបងប្អូនទាំងអស់គ្នានឹងទទួលបានការសិក្សារៀនសូត្រទៅលើមុខវិជ្ជាសំខាន់ត្រៀមប្រឡងបាក់ឌុបហើយបងប្អូនទាំងអស់គ្នាថែមទាំងដឹងពីកលឹះនៅក្នុងការដាក់ពាក្យអាហារូបករណ៍ស្វែងរកជំនាញក៏ដូចជាស្វែងរកសាកលវិទ្យាល័យផងដែរអញ្ចឹងនៅចាំអីទៀតកុំភ្លេចដាក់ពាក្យទៅតាម link នៅខាងលើ caption ឬមួយក៏ QR code ខាងក្រោមនេះបានណាចាំជួបគ្នានៅវីដេអូក្រោយទៀតពីនាងខ្ញុំសេរីរស់សុថាមនី